លោក William James Siddiq គឺជាមនុស្សដែលមាន IQ ខ្ពស់ជាងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិគឺខ្ពស់ជាងលោក Albert Einstein ទៅទៀត IQ របស់លោកគឺមានរហូតដល់ចន្លោះពី250ដល់300ចំណែកឯលោក Albert Einstein វិញមានត្រឹមតែ250 IQ តែប៉ុណ្ណោះលោក William James Siddiq កើតនៅថ្ងៃទី1ខែធ្នូឆ្នាំ1998នៅឯទីក្រុងញូវយ៉កសហរដ្ឋអាមេរិកប៉ារបស់គាត់មានឈ្មោះថា Boris Siddiq ជាគ្រូពេទ្យផ្នែកផ្លូវចិត្តនិងជាអ្នកបញ្ចេញគំនិតដ៏ល្បីលើការអប់រំកុមារម្ដាយរបស់គាត់ឈ្មោះសារ៉ាត់ Siddiq គឺជាស្ត្រីម្នាក់ដែលមានឥទ្ធិពលនៅក្នុងសម័យនោះដោយគាត់បានរៀនចប់ផ្នែកវិទ្យាសាស្ត្រនៅឯសាកលវិទ្យាល័យ Harvard លោក William James Siddiq គឺជាក្មេងម្នាក់ដែលរៀនឆាប់ចេះក៏ដូចជាមានប្រាជ្ញាខ្លាំងជាងគេខុសពីក្មេងធម្មតាដោយគាត់អាចនិយាយភាសាអង់គ្លេសបាននៅក្នុងអាយុ1ឆ្នាំហើយគាត់អាចចេះ8ភាសានៅក្នុងអាយុ6ឆ្នាំគាត់អាចបង្កើតភាសារបស់ខ្លួនឯងមួយឈ្មោះថា Vandergod នៅអាយុ8ឆ្នាំគាត់បានចូលរៀននៅសាកលវិទ្យាល័យ Harvard នៅក្នុងអាយុ11ឆ្នាំដោយខ្លាចជាសិស្សអាយុតិចជាងគេនៅក្នុងចំនួននោះសមត្ថភាពរបស់គាត់គឺស្មើទៅនឹងសាស្ត្រាចារ្យគណិតវិទ្យានៅឯសាកលវិទ្យាល័យ Harvard នោះក្រោយពីទទួលសញ្ញាបត្រនៅសាកលវិទ្យាល័យ Harvard លោក James Siddiq ត្រូវបានគេចូលចិត្តយ៉ាងខ្លាំងប៉ុន្តែគាត់មិនចង់រស់នៅក្នុងភាពល្បីល្បាញនោះទេគាត់បានគេចពីសង្គមរស់នៅជីវិតយ៉ាងសាមញ្ញនិងស្ងៀមស្ងាត់បំផុតគាត់បានធ្វើការសិក្សាស្រាវជ្រាវក៏ដូចជានិពន្ធសៀវភៅជាច្រើនដែលតាក់ទងទៅនឹងប្រវត្តិសាស្ត្រគណិតវិទ្យាបញ្ហាសង្គមទ្រឹស្ដីនិងនយោបាយគាត់ជាអ្នកចូលចិត្តទៅលើលទ្ធិសង្គមនិយមនិងជាអ្នកដែលប្រឆាំងទៅនឹងសង្គ្រាមនៅអាយុ23ឆ្នាំគាត់ត្រូវបានឃុំខ្លួនពាក់ព័ន្ធទៅនឹងការចូលរួមបាតកម្មនៅក្នុងសង្គមនៅ Bostonលោក James Siddiq បានស្លាប់នៅក្នុងឆ្នាំ1944នៅអាយុ46ឆ្នាំដោយជំងឺបេះដូងការស្លាប់របស់គាត់គឺស្ងៀមស្ងាត់បំផុតមិនមានមនុស្សដឹងច្រើនអ្នកនោះទេលោក William James Siddiq ត្រូវបានគេចាត់ទុកជាអ្នកដែលមានប្រាជ្ញាខ្ពស់ជាងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ